បាទជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំនឹងចែករំលែកពីនីតិវិធីនៃការចូលទៅប្រើប្រាស់លើទិន្នន័យតេស្តទី6ឡើងទី7ដែលយើងផ្ដោតទៅលើមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាអញ្ចឹងនៅក្នុងករណីទី1គឺលោកគ្រូអ្នកគ្រូត្រូវមានលទ្ធផលបាទលទ្ធផលសម្រាប់តេស្តទី6ឡើងទី7ណាបាទយើងមានបញ្ជីឈ្មោះត្រឹមត្រូវអីអស់ហើយយើងមានបញ្ជីឈ្មោះសិស្សនិងពិន្ទុត្រឹមត្រូវអីអស់ហើយយើងគ្រាន់តែរងចាំតំណ link អំពីបង្គោល ICT ខេត្តលោកបាទបិទភ្ជាប់គណនី email តាមសាលារួចលោកយកទៅប្រើប្រាស់បានអញ្ចឹងយើងមានគណនី email សំទោសយើងមានតំណ link មកហើយយើងគ្រាន់តែចូលទៅតំណ link ទី1គឺយើងត្រូវតែបំពេញនៅចំណុចមួយចំនួនដែលយើងត្រូវបំពេញទី1គឺយើងជ្រើសរើសបាទវិទ្យាល័យបើខ្ញុំជ្រើសរើសយកវិទ្យាល័យហើយនៅត្រង់ចំណុចនេះអង្គភាពគឺសាលាខ្ញុំអនុវត្តនៅអង្គនេះគម្រោងជីបអញ្ចឹងសូមបំពេញឈ្មោះសាលានៅកន្លែងនេះណាបាទបំពេញឈ្មោះសាលាអញ្ចឹងឈ្មោះសាលាខ្ញុំគឺដេជោសែនបាទសំរោងកាលណាដែលយើងមានពាក្យអនុនិងវិទ្យាល័យនៅកន្លែងនេះហើយយើងមិនចាំបាច់សរសេរវិទ្យាល័យពេញទៀតទេបាទហើយបន្ទាប់មកគឺលេខកូដសាលារៀនបាទលេខកូដសាលារៀនគឺយើងត្រូវបំពេញឲ្យបានត្រឹមត្រូវ24 04049902បាទបន្ទាប់មកគឺឈ្មោះនាយកសាលាបាទឈ្មោះនាយកសាលាឲ្យបានត្រឹមត្រូវហើយលេខទូរស័ព្ទរបស់គាត់ហើយឈ្មោះគ្រូបង្គោល ICT បាទគឺខ្ញុំនឹងតែម្ដងហ្នឹងយើងបំពេញមកបាទលេខទូរស័ព្ទអញ្ចឹងយើងមានគំរូស្រេចហើយយើងគ្រាន់តែយក copy មកកន្លែងនេះបាទនេះលេខទូរស័ព្ទនេះបាទន័យថាយើងមានស្រេចទៅហើយបាទយើងគ្រាន់តែយកមកផាសមកហើយ email បាទ email បង្គោល ICT បាទនេះបាទគឺជា email ដែលយើងប្រើប្រាស់ផ្លូវការណាបាទបំពេញមកបន្ទាប់មកគឺយើងមានព័ត៌មានភូមិបរិយរដ្ឋបាលអីស្រេចអស់ហើយយើងផាសមកបាទនេះអញ្ចឹងនៅត្រង់ចំណុចនេះប្រសិនបើជាសង្កាត់យើងច្រោះយកពាក្យសង្កាត់បាទក្រុងស្រុកយើងច្រោះយកក្រុងស្រុកនឹងមកបាទខេត្តឧត្តរមានជ័យបន្ទាប់មកនៅត្រង់ចំណុចនេះគឺយើងបញ្ជាក់បាទបញ្ជាក់អំពីចំនួនបាទចំនួនសិស្សប្រឡងជាប់បឋមភូមិបាទនៃអនុចំណុះអញ្ចឹងយើងមានគឺយើងសរសេរលេខចូលបាទនេះគឺវិទ្យាល័យបើមានសរសេរលេខចូលហើយចំនួនស្រីបាទអញ្ចឹងនៅត្រង់ចំណុចនេះយើងរំលងចោលសិនចាំយើងបំពេញទៅពេលក្រោយបន្ទាប់មកគឺយើងចូលដល់ចំណុចទី2ចំណុចទី2នេះគឺយើងត្រូវបំពេញឈ្មោះសាលាដែលជាសាលាចំណុះអញ្ចឹងខ្ញុំមានទិន្នន័យស្រេចហើយ